ប្រកោរឿងនេះឲ្យក្រសួងយុទ្ធភ័ពនិងតុលាការកម្ពុជាស៊ើបអង្កេតរួមគ្នាទៅឯកសាររាជកុមារមួយរយៈនេះឯងមិនបាច់មកចូលគាល់យើងទេទៅសម្រាប់នៅក្នុងដំណាក់ខាងកើតរបស់ឯងឲ្យស្រួលបួលទៅព្រះបតាទូព្រះបង្គំរងភាពអយុត្តិធម៌ណាស់បញ្ចប់ការចូលគាល់តាលីទៅស្លាប់ដោយរបៀបណាអ្នកណាសម្លាប់វាព្រះអង្គសូមព្រះអង្គក្រងប់ព្រះតីសិនអ្វីដែលសំខាន់បំផុតពេលនេះគឺត្រូវលាងខ្លួនឲ្យស្អាតសិនលីទៅស្លាប់បាត់ទៅហើយគឺគ្មានសាក្សីទៀតទេគ្មានសាក្សីអីចុះមាសនោះវិញមាសនៅភូមិគ្រីហូនៅឡើយទេតើយើងគ្រាន់តែប្រាប់ថាលីទៅលួចយកមាសពីឃ្លាំងដោយស្ងាត់ទៅវាអត់មានពាក់ព័ន្ធអ្វីនឹងព្រះអង្គទេមិនត្រូវទេរឿងនេះខុសតាំងពីដើមដល់ចប់មកតើព្រះអង្គមានបន្ទូលចង់សម្ដៅលើអ្វីលីទៅភូមិគ្រីហូតាំងពី5ថ្ងៃមុនម្លេះតែហេតុអីចំពេលដែលចាំងឈីងទូបដឹងទម្លាក់កំហុសវាក៏ស្រាប់តែស្លាប់ហើយហេតុអីបានជីក្រដាស់ផ្ដិតត្រាទៅនៅលើយកទៅរបស់ចាំងឈីងទៅវិញព្រះអង្គចង់មានបន្ទូលថាមានគេរៀបចំអន្ទាក់មែនទេស្រីពីរនាក់នោះច្បាស់ជាមានបញ្ហាហើយកណ្ដាលអធិទៅហើយអញចង់ងាប់មែនអញដឹងថាលីទៅស្លាប់ដោយរបៀបណាត្រូវគេសម្លាប់បំបិតមាត់នឹងណាខាងសាលាក្រុងពេលធ្វើកសលវិច័យប្រាប់ថាលងទឹកស្លាប់ប៉ុន្តែក្នុងអណ្ដូងស្ងួតនោះគ្មានទឹកសំបីតែបន្តិចស្លាប់ដោយអាចកំបាំងបំផុតស្នាដៃរីទីយាតមែនទេមិនប្រកាសទេអាចជាអ្នកផ្សេងជាអ្នកណាទៅអ្នកដែលចង់ឃើញរីទីយាតធ្លាក់ទឹកមានច្រើនណាស់ឧទាហរណ៍ដូចជាព្រះអង្គគុំចាស់ធំហេតុអីក៏ឯងដឹងសពដឹងគ្រប់ម្លេះខ្ញុំអត់មាននិយាយអីទេណាបើទីយាតបាត់បង់សិតមែននោះស្មើនឹងហុចកំបិតព្រះអង្គគុំចាស់ធំអញ្ចឹងនិយាយមែនតែនទៅតាលីទៅត្រូវអ្នកណាសម្លាប់ទៅខ្ញុំកំពុងតែស៊ើបនឹងហើយតែមើលទៅពេលនេះដូចជាគ្មានតម្រុយអីសោះកន្លែងកើតហេតុត្រូវគេសម្អាតឡើងស្អាតហ្មងមើលទៅក្រៅពីពួកយើងនឹងរតិយាតក្នុងលបែងមួយនេះច្បាស់ជាមានជនទី3ហើយមិនក៏ថាមិនដំណើរ3នាក់ច្បាស់ជាមាន3នាក់ហើយនិយាយស្មើនឹងអត់កាលពីលើកមុននិយាយពីវីនារីជាងស៊ឺប្រើប្រាជ្ញាចាប់ចោលទទួលបានរង្វាន់ប្រាក់500ដំឡឹងពីព្រះបរមរាជវាំងលើកនេះយើងមកស្ដាប់បន្តទៀតលោកគ្រូខ្ញុំដូចជាថានារីម្នាក់នោះជាចារកម្មរបស់ពួកបៃទីតាមែនហើយខ្ញុំក៏អញ្ចឹងដែរគេថាលើកដៃនាងមានស័ក្តិទៀតផងពាក្យចាំអារ៉ាមសោះលោកម្ចាស់ហ្វឹងនៅសាលាក្រុងបាននិយាយរួចហើយតើសម្ដីមន្ត្រីអាចជឿបានដែរក្មួយប្រុសរបស់ពូទី3ខ្ញុំធ្វើការនៅភូមិគ្រីហូគេថានាងជាងនឹងចង្រៃណាស់គ្រាន់តែចូលភូមិគ្រីហូមិនបានប៉ុន្មានផងស៊ឺជឺកូនស្នងត្រកូលក៏សន្លប់បាត់នាងនឹងស៊ីប្តីមកឯងនិយាយត្រូវនាងមិនទាន់ទាំងចូលភូមិគ្រីផងស៊ឺជឺក៏សន្លប់លែងដឹងខ្លួនបាត់ទៅហើយតើសម្ដីអស់ទាំងនេះធ្លីចេញមកពីណាទូលោកម្ចាស់ប៉ុន្មានថ្ងៃនេះពេញរាជធានីគេនាំគ្នានិយាយរឿងហ្នឹងអ្នកនិទានរឿងអ្នកលក់បន្លែសំបីតែនៅផ្ទះបនក៏គេនិយាយដែរបានស៊ើបរកប្រភពវាទេសេបហើយនិយាយថាចេញពីមាត់ពួកអ្នកទំនេរអត់ការងារធ្វើមួយចំនួនតែមិនទាន់ដឹងច្បាស់ទេពួកវាថាបានទទួលលុយគេលុយអ្នកណានៅមិនទាន់ដឹងនៅឡើយទេអស់លោកកញ្ញាជាងចាប់ចោលគឺដើម្បីកម្ចាត់ទុក្ខភ័យជូនប្រជារាស្ត្រណាកម្ចាត់ទុក្ខភ័យអីខ្ញុំថាសម្ដែងច្រើនជាងស្រីទុនខ្សោយពីរនាក់អាចចាប់ចោលធំបានបោកខ្មោចទេដឹងថ្លើមធំណាស់គ្រូសាភូមិគ្រីហូសុទ្ធតែជាអ្នកស្មោះត្រង់នឹងជាតិស៊ឺជឿរងរបួសធ្ងន់ក៏ដោយសារតែស្ត្រូវបរទេសដែរពួកឯងមិនត្រឹមតែមិនអាណិតថែមទាំងមកមួលបង្កាច់អ្នកមានគុណគេទៀតតែមានចិត្តអ្នកអីខ្ញុំបាទក៏គេនិយាយគ្នាដែរតើគេថាដោយគ្មានភស្តុតាងចេះតែនិយាយគ្នាតើពួកឯងមានអីខុសពីពួកមីស្រីចង្រៃមកឆៅនោះលោកគ្រូចាប់ពីថ្ងៃស្អែកទៅជារៀងរាល់ថ្ងៃត្រូវនិទានរឿងវីនារីស្មោះត្រង់ការពីចៅហ្វាយនេះនិយាយពីដំណើរដែលនាងជាងសង្គ្រោះចៅហ្វាយនៅទីសក្ការៈភ្នំប្រើប្រាជ្ញាចាប់ចោលនិងបដិសេធមិនទទួលសំណូកយ៉ាងម៉េចខ្លះបាននិយាយបានល្អយើងនឹងឲ្យរង្វាន់ឯង5ដំឡឹងជារៀងរាល់ថ្ងៃអរព្រះគុណព្រះអង្គគុំចាស់បើមានអ្នកណាហ៊ានឲ្យយើងឬពាក្យមួយបង្កាច់អ្នកស្មោះត្រង់សំបីតែកន្លះម៉ាត់ទៀតក៏ឈ្មោះវាទុកឲ្យបញ្ជូនទៅសាលាក្រុងទៅជ្រឹងវាងឆេងវងសៀវជីងរួយថ្ងៃនេះនៅឯហាងតែទ្រង់បានស្ដីបន្ទោសពួកអ្នកបង្កើតពាក្យចាំអារ៉ាមជាសាធារណៈថែមទាំងចំណាយប្រាក់យ៉ាងច្រើនជួលអ្នកនិទានរឿងទៀតផងដើម្បីបញ្ជាក់ភាពស្អាតស្អំឲ្យឯងជ្រឹងវាងគឺព្រះអង្គគុំចាស់ទី3នឹងហើយទំនងជាបាក់ពួករបស់ព្រះអង្គគុំចាស់ធំហើយមើលទៅការទ្រង់មិនទាន់ឡើងងារជាវាងវងស៊ឺជឺធ្លាប់បានសង្គ្រោះជីវិតទ្រង់ម្ដងទ្រង់ហ៊ានចាយលុយធំម្លេះបាច់លុយចោលមកហាសោះ